សួរពុកម៉ែបងប្អូនបាទថ្ងៃនេះក៏ខ្ញុំចង់បង្ហាញពីវត្ថុស័ក្តិសិទ្ធិដែលកូនចៅដែលខ្ញុំគ្រប់ថែរក្សាហ្នឹងណាបាទនេះគឺជាព្រះពុទ្ធព្រះអង្គប្រณีហើយនេះគឺជាស្គមរបស់ជីតាដែលម៉ាក់ខ្ញុំគាត់ឲ្យមកអានេះគឺជានាងពួនបានមកពីមិត្តភ័ក្តិគាត់ឲ្យនាងពួននេះយូរឆ្នាំហើយនេះគឺព្រះអង្គកណេសតាំងពីភ្លុកដំរីការចបាសាភ្លុកដំរីដែរនេះគឺព្រះសេវលីដែលនាំលៀបនាំជ័យនេះគឺថ្មសំលៀងដែលនេះល្អតាន់កង99%ប្រហោងដល់តាមនេះទេប្រហោងតាមពីទៅមេដៃចំឡើងលើនេះខ្នាឆ្វេងស្ដាំគូគេបាទហើយសិតតែមានញៀនទាំងអស់មានបារមីមានអ្នកគង់ថែរក្សា